មួយតទៅសាលារៀនទាំងអស់នៅប្រទេសវៀតណាមនឹងបញ្ចូលភាសាអង់គ្លេសជាកំហិតចាប់ពីថ្នាក់ទី1រហូតដល់ថ្នាក់ទី12ដែលជាផ្នែកមួយនៃគោលនយោបាយយកភាសាអង់គ្លេសជាភាសាទី2ជាផ្លូវការនេះបើយោងទៅតាមកាសែតវៀតណាមnetចេញផ្សាយថ្ងៃទី30ខែតុលាឆ្នាំ2025ការប្រកាសនេះធ្វើឡើងក្រោយពេលរដ្ឋាភិបាលវៀតណាមនៅថ្ងៃទី29ខែតុលាឆ្នាំ2025បានអនុម័តផែនការប្រែក្លាយភាសាអង់គ្លេសជាភាសាទី2នៅក្នុងសាលារៀនសាធារណៈសម្រាប់ឆ្នាំ2025-2035ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ2045ផែនការនេះមានគោលបំណងឲ្យសិស្សវៀតណាមទាំងអស់ចាប់ផ្ដើមរៀនភាសាអង់គ្លេសជាផ្លូវការចាប់ពីឆ្នាំដំបូងដោយជំនួសច្បាប់មុនដែលចាប់ផ្ដើមរៀនអង់គ្លេសពីថ្នាក់ទី3ក្រោមគោលនយោបាយនេះក្រសួងអប់រំនិងបណ្ដុះបណ្ដាលវៀតណាមនឹងដាក់ចេញកម្មវិធីភាសាអង់គ្លេសថ្មីនៅទូទាំងប្រទេសក្នុងនោះរាប់បញ្ចូលទាំងការបណ្ដុះបណ្ដាលគ្រូបង្រៀនរាប់ម៉ឺននាក់និងកំណត់ស្តង់ដារសម្រាប់ជំនាញភាសាអង់គ្លេសនៅគ្រប់កម្រិតនៅឆ្នាំ2030យ៉ាងហោចណាស់20%នៃសាលារៀនទាំងអស់នៅក្នុងប្រទេសវៀតណាមត្រូវបានគេរំពឹងថានឹងឈានទៅដល់ស្តង់ដារបង្រៀនភាសាអង់គ្លេសកម្រិតទី1ជាមួយនឹងស្តង់ដារខ្ពស់ជាងនេះដែលត្រូវអនុវត្តតាមរហូតដល់ឆ្នាំ2045មន្ត្រីអប់រំវៀតណាមនិយាយថាកំណែទម្រង់នេះត្រូវបានរចនាឡើងដើម្បីរៀបចំយុវជនវៀតណាមឲ្យតាមទាន់សេដ្ឋកិច្ចពិភពលោកដែលជំរុញដោយបច្ចេកវិទ្យាពាណិជ្ជកម្មនិងការទំនាក់ទំនងឆ្លងដែនទោះយ៉ាងណាក៏ដោយបញ្ហាប្រឈមក៏នៅតែមានសាលារៀនជនបទមួយចំនួននៅប្រទេសវៀតណាមកំពុងខ្វះគ្រូបង្រៀនភាសាអង់គ្លេសដែលមានសមត្ថភាពនិងខ្វះរចនាសម្ព័ន្ធចាំបាច់សម្រាប់ការបង្រៀនរដ្ឋាភិបាលវៀតណាមបានសន្យាថានឹងវិនិយោគនៅក្នុងការបង្កើនចំនួននិងសមត្ថភាពគ្រូបង្រៀនភាសាអង់គ្លេសនិងឧបករណ៍សិក្សា Digital ដើម្បីបំពេញចន្លោះប្រហោងទាំងនេះក្រៅពីភាសាអង់គ្លេសវៀតណាមកំពុងតែពិចារណាបញ្ចូលភាសាជប៉ុនចាប់ពីថ្នាក់ទី3រហូតដល់ថ្នាក់ទី12ផងដែរដោយមានការសហការពីរដ្ឋាភិបាលជប៉ុននេះបើយោងទៅតាមកាសែត VN Express